ជាប្តីចង់ប្រុងស្មារតីស្ដាប់ហើយចាំទុកនៅនាទីខ្លួន5ជាប្រមុខទៅបានជួបសុខនៅក្នុងគ្រួសារនាទីទាំង5ព្រះពុទ្ធត្រាស់ផ្ដាំប្រោះគ្រប់អាត្មាចាស់ហើយអនុវត្តទៅហៅផុសដាពោពេញលក្ខណៈប្រុសទ្រង់5ហត្ថទី1ស្វាមីនិយាយស្រដីដល់ពេលល្អក្តាប់ទៅកាន់ភរិយាពលសំសាទចំពោះនាងស្រីនាងក្រំតែលឺសំដីប្តីហៅផ្អែមល្ហែមប្រពៃចិត្តតូតូនអស់ស្មោះពេញហរតីគោរពថ្លៃប្តីកោតក្រែងជានិច្ចទី2ស្វាមីទោះបីនាងស្រីខុសឆ្គងដោយកិច្ចរំពៃអនុគ្រោះកុំចេះប្រតិចតាមដោយពាក្យពេចន៍ដែលខ្លួនចង់ថានាងជាភរិយាលឺឲ្យក្រំគ្រាចុកណែនអរាត្បិតជាប្រពន្ធពុំមែនទាសាកុំបញ្ចោថាវាវត្តឡើយនៃដៀលមេដៀលបាដៀលពូជពងសាបញ្ឈឺចិត្តស្រីដៀលសពដៀលគ្រប់ដោយអាងជាប្តីពោលពាក្យអប្រិយមិនក៏បីសោះទី3ស្វាមីត្រូវចាស់មេត្រីកំបីលេះលោះលួចមានស្រីញីខាងក្រៅទៀតនោះត្រូវចាស់សន្តោសដល់ចិត្តប្រពន្ធត្បិតអីភរិយា